ចំណុចសំខាន់មួយក្នុងការដេកឡានហ្នឹងគឺជាការបិទស្បែកយ៉ាងឯងហើយបើសិនជាចង់ដឹងថាបិទស្បែកមិនដើម្បីវាស្អាតឥឡូវយើងទៅជួបមេជាងវិញតាអូខេអញ្ចឹងយើងមកនិយាយពីការបិទកណាត់ធ្វើមិនឲ្យស្អាតជាដំបូងយើងនឹងធ្វើការខាត់កាយយើងឲ្យស្អាតដើម្បីយើងលាបកាយទៅបានស្អាតអីចឹងណាហើយការបិទកណាត់យើងក៏ត្រូវចេះមើលពីសាច់កណាត់បើថាកណាត់យើងយឺតទៅខាងណាហើយក៏ការងារយើងវាមានកលុកកលៀនបែបណាអីចឹងយើងត្រូវការទម្លាក់តាមកលុកវាមុនអីចឹងទៅកន្លែងរៀបយើងធ្វើយ៉ាងណាកុំឲ្យការងារយើងជ្រួញអីចឹងបានគេមើលមកស្អាតចំណុចសំខាន់យើងត្រូវលាបកាវឲ្យបានក្រាស់ល្អបើស្ដើងពេកការងារយើងនឹងរបូតមកវិញអីចឹងណាចុះតាមកលុកបងតាមកលុកនោះដូចគ្នាដែរតាមកលុកនោះបើថាយើងទាញត្រង់ឬក៏យ៉ាងណាបើយើងទាញឲ្យកណាត់វាតឹងការងារយើងក៏វាមិនស្អាតដែរដោយសារវាតឹងហើយវាលាបទៅវាអត់បានយូររបូតមកវិញយើងត្រូវធ្វើយ៉ាងណាក៏បានឲ្យថាយើងទម្លាក់វាឲ្យដល់យើងកុំទាញតឹងអីចឹងណាហើយសាច់កណាត់យើងត្រូវបែងវាឲ្យត្រូវអានោះការងារយើងនឹងស្អាតតែម្ដងចុះតាមប្រភេទកែងវិញហ្នឹងដូចកែងនេះដាក់កណាត់អញ្ចេះអានេះកែងជ្រុងនេះយើងត្រូវការទម្លាក់វាដូចថាអញ្ចេះអានេះជ្រុងអានេះកលុកយើងត្រូវការរុញទម្លាក់វាកន្លែងនេះសិនបានយើងទាញទៅកន្លែងផ្សេងបើយើងទាញកន្លែងផ្សេងមុនយើងភ្លេចទម្លាក់កន្លែងកលុកហ្នឹងធ្វើការងារយើងហ្នឹងបិទអត់ជាប់ទេរបូតមកវិញបើសិនជាបងប្អូនចាប់អារម្មណ៍ក្នុងការដេកឡាននោះសូមផ្ញើរូបថតឡានរបស់បងប្អូនប្រហែលជា2-3សន្លឹកមកអញ្ចឹងក្រុមការងាររបស់យើងនឹងណែនាំនៅ tech hack ដ៏សមរម្យមួយសម្រាប់ឡានរបស់បងប្អូនទាំងគ្នាឬមួយក៏អាចធ្វើការទំនាក់ទំនងតាមរយៈ page របស់ Rich Series Decor ឬក៏លេខទូរស័ព្ទនិង Telegram នៅខាងក្រោម